បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងបន្តទៀតនៅក្នុងសៀវភៅ New Headway បាទ Beginner Student Books អូខេហើយយើងនឹងតទៅមេរៀនទី2បាទយើងបានបញ្ចប់មេរៀនទី1ហើយបាទអញ្ចឹងយើងទៅទាំងអស់គ្នាបាទមេរៀនទី2ចំណងជើងគឺមានន័យថា your world បាទ your world មានន័យថាពិភពលោករបស់អ្នកបាទ world ពិភពលោក your របស់អ្នក Okay, so our world is so big, right? So in this unit នៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីប្រទេសបាទ countries អញ្ចឹងយើងមានប្រទេសជាច្រើនដែលយើងនៅលើភពផែនដីយើងនេះបាទមាន Cambodia, okay, Korea, okay, Japan, China, Russia, the United States, okay, Australia ឯជាដើមបាទប្រទេសជាច្រើនហើយយើងនឹងសិក្សាអំពីគុណនាមកម្មសិទ្ធិសិក្សាអំពីសព្វនាមប្រធានបាទសព្វនាមប្រធានគឺជាសព្វនាមទាំងឡាយណាដែលយកទៅជំនួសន័យឲ្យនាមបាទជំនួសន័យឲ្យនាមដូចជាតារាយើងយកសព្វនាមប្រធាន he មកប្រើដារីយើងប្រើ she ជាដើមចឹងទៅអញ្ចឹងសព្វនាមប្រធានរបស់យើងក្នុងភាសាអង់គ្លេសបើមាន7មាន I you we they he it បាទអញ្ចឹងយើងសិក្សាអំពីសព្វនាមប្រធានបាទហើយយើងនឹងសិក្សាអំពីគុណនាមកម្មសិទ្ធិដែលជាពាក្យទាំងឡាយណាដែលបញ្ជាក់ន័យឲ្យនាមហើយបង្ហាញពីរបស់នរណាម្នាក់ហើយយើងនឹងសិក្សាអំពី where is he from តើគាត់មកពីប្រទេសណាបាទ where is he from អូខេអញ្ចឹងដូចយើងសួរថា where is he from យើងអាចឆ្លើយថា he is from Cambodia he is from Thailand he is from Vietnam អញ្ចឹងទៅ or he is from China អូខេយើងនឹងសិក្សាអំពីគុណនាមបាទគុណនាមធម្មតាដែលជាគុណនាមបញ្ជាក់អំពីលក្ខណៈណាមួយរបស់នាមបាទគុណនាមយើងមានដូចជា fantastic awful beautiful short strong thin big small អីជាដើមបាទដែលជាគុណនាមទាំងនោះដែលបង្ហាញអំពីលក្ខណៈរបស់នាមបាទលក្ខណៈរបស់នាមណាមួយហើយថ្ងៃមុនយើងមេរៀនមុនគឺយើងបានសិក្សាអំពីបាទ numbers បាទ numbers ដែលនិយាយអំពីលេខបាទយើងបានពីលេខ1ដល់លេខ10ហើយយើងនឹងបន្តទៅពីលេខ11និងលេខ30ទាំងអស់គ្នាអូខេអញ្ចឹងយើងទៅចំណុចចាប់ផ្ដើម starter គេថា find your country on the map គេឲ្យយើងស្វែងរកប្រទេសរបស់យើងនៅលើផែនទី on page 13បាទនៅក្នុងទំព័រទី13 find these countries on the map បាទគេឲ្យយើងស្វែងរកប្រទេសនេះនៅលើផែនទីរបស់យើងអូខេទំព័រទី13ទាំងអស់គ្នាអូខេ12នេះ13បាទអញ្ចឹងយើងឃើញហើយមាន Europe and Asia បាទអញ្ចឹងប្រទេសយើងនៅកន្លែងណាអាចមើលបន្ថែមបាទកម្ពុជា right Cambodia over here Vietnam Thai okay China so you are going to learn together so maybe yeah Jong from China okay that's the map okay ផែនទីទាំងអស់គ្នាឥឡូវយើងត្រឡប់មកវិញទាំងអស់គ្នាអញ្ចឹងយើងនឹងសិក្សាអំពីអីគេទាំងអស់គ្នាអញ្ចឹងគេឲ្យយើង find your country ប្រទេសណា find ស្វែងរកប្រទេសនៅលើផែនទី on the map on page 13បាទនៅក្នុងទំព័រទី13បាទផែនទីនៅទំព័រទី13 find these countries on the map ស្វែងរកប្រទេសទាំងនេះនៅលើផែនទី on the map អូខេឥឡូវគេឲ្យយើងស្វែងរកប្រទេស Australia អូខេប្រទេសទី1គឺប្រទេស Australia យើងអាចថា Australia Brazil បាទប្រទេស Brazil អូខេ Egypt បាទប្រទេស Egypt China អូខេ China ប្រទេសចិនបាទ China England បាទប្រទេសអង់គ្លេស France ប្រទេសបារាំង Italy បាទប្រទេសអ៊ីតាលី Hungary បាទប្រទេសហុងគ្រី Japan បាទប្រទេសជប៉ុន Russia ប្រទេសរុស្ស៊ីបាទមិនមែនអានថារុស្ស៊ីទេណាគឺ Russia Spain
Spain បាទប្រទេសអេស្ប៉ាញហើយប្រទេសចុងក្រោយគឺ the United States the United States បាទ the United States បាទប្រទេសសហរដ្ឋអាមេរិកបាទចឹងយើងបន្តទៅទៀតបងប្អូនគ្នា sis from Japan sis from Japan មកពីពាក្យថា she is from Japan បាទនាងមកពីប្រទេសជប៉ុនបាទអូខេយើងនឹងសិក្សាអំពី subject pronouns ដែលមាន7មាន I you we they he she it សព្វនាមប្រធានគឺជាពាក្យទាំងឡាយណាដែលជំនួសន័យឲ្យនាមបាទអញ្ចឹងនាមអាចជាវត្ថុសត្វជាតិពីរកន្លែងនេះជាដើមអញ្ចឹងយើងយកសព្វនាមមកជំនួសដែលដើរតួជាប្រធានបាទដូចជាពាក្យ he ជំនួសឲ្យតារាអញ្ចឹងទៅដូចពាក្យ she ជំនួសឲ្យតារីដូចជាពាក្យ it ជំនួសឲ្យ cat dog អីជាដើមបាទនៅក្នុងមេរៀនទី1យើងនឹងសិក្សាទាក់ទងជាមួយនឹងទាំងអស់គ្នាគឺ read and listen អានហើយនឹងស្ដាប់បាទយើងនឹងអានហើយនឹងស្ដាប់ទាំងអស់គ្នាទាក់ទងជាមួយនឹងការសន្ទនាបាទអញ្ចឹងយើងស្គាល់ Pablo ហើយ Pablo គាត់ជា a boy and Mika is a girl so what are they talking about អញ្ចឹងពួកគេនឹងសួរគ្នាអំពីតើអ្នកមកពីណាអញ្ចឹងណាអញ្ចឹងសួរគ្នាតើអ្នកមកពីណាអូខេ Pablo he asked the question គាត់សួរសំណួរថា where are you from Mika where are you from Mika អូខេ Mika ឆ្លើយវិញ I'm from Japan where are you from បាទខ្ញុំមកពីប្រទេសជប៉ុនតើអ្នកមកពីណាបាទ where are you from អញ្ចឹង where សួរទីកន្លែងបាទ are you from អ្នកមកពីណា Pablo គាត់ឆ្លើយវិញ I'm from Spain from Barcelona បាទ Barcelona អញ្ចឹង Barcelona ទីក្រុងប្រទេសអេស្ប៉ាញណាអូខេអញ្ចឹងខ្ញុំមកពីប្រទេសអេស្ប៉ាញមកពី Barcelona អូខេអញ្ចឹងទាំងអស់គ្នានេះគឺជាការសន្ទនាលេខ1បាទអញ្ចឹងការសួរថាអ្នកមកពីណាយើងសួរថា where are you from យើងអាចប្រើពាក្យថា where do you come from បើ where do you come from where do ត្រូវតែមានពាក្យ come នៅខាងក្រោយបាទយើងអាចឆ្លើយថា I come from កំពុងអូខេ I come from Cambodia I come from Japan ឯជាដើមចំណុចទី2គេឲ្យយើងធ្វើអីទាំងអស់គ្នាគឺ where are you from តើអ្នកមកពីណា where are you from stand up and practice គេឲ្យយើងក្រោកឈរ and អនុវត្ត stand up and practice អូខេអញ្ចឹងនៅពេលដែលគេសួរយើងថា where are you from យើងឆ្លើយថា I'm from Cambodia I'm from Italy I'm from Brazil អូខេ and where are you from ហើយយើងសួរគេវិញចឹងទៅ I'm from Japan I'm from Canada I'm from the United States អូខេអញ្ចឹងយើងទៅចំណុចមួយទៀតគឺចំណុចទី3ទាំងអស់គ្នាគេឲ្យយើង read listen and repeat អានស្ដាប់ហើយនឹងថាតាមអូខេអញ្ចឹងយើងអានទាំងអស់គ្នាហើយអូខេ sorry his name's Pablo he's from Spain his name's Pablo he's from Spain ឈ្មោះរបស់គាត់បាទអញ្ចឹងគុណនាមបាទនេះគឺជា possessive adjective គឺចូលនៅក្នុងមុខនាមបាទ name ឈ្មោះដាក់ពាក្យជានាមជាន័យឲ្យនាមណាឈ្មោះយើងបកនាមមុនបាទឈ្មោះរបស់គាត់បាទនេះគឺ is Pablo គឺ Pablo he is from Spain គាត់គឺមកពីប្រទេសអេស្ប៉ាញ Spain អូខេមួយទៀតគឺបាទ she is a girl អូខេ her name's Mika she's from Japan her name's Mika she's from Japan ឈ្មោះរបស់នាងគឺមីកានាងមកពីប្រទេសជប៉ុនអូខេអញ្ចឹងយើងអាចប្រាប់ខ្លួនយើងណាឧទាហរណ៍ថា his name is Dara he is from Cambodia her name is Dari she is from Cambodia អូខេអញ្ចឹងយើងអាចរៀបរាប់ប្រាប់ឈ្មោះចឹងទៅប៉ុន្តែនៅក្នុងភាសាអង់គ្លេសគឺយើងច្រើនតែប្រើទម្រង់ខ្លីបាទ short បាទ verb to be ណាគឺយើងត្រូវប្រើទម្រង់កាត់ដូចជាពាក្យថា he is យើងកាត់ទៅជា his she is យើងកាត់ទៅជា she's បាទ she's អរគុណច្រើនទាំងអស់គ្នាឥឡូវយើងទៅចំណុចមួយទៀត questions អូខេសំណួរហើយយើងសួរថាតើអ្នកមកពីណាយើងសួរថា
where's he from where's he from តើគាត់មកពីណា where's he from Okay number 1 complete the sentences about the people គេឲ្យយើងបំពេញបាទ complete បំពេញ the sentences ប្រយោគ about the people តាក់ទងជាមួយនឹងមនុស្សទាំងអស់នេះបាទអញ្ចឹងយើងកន្លែងនេះគេឲ្យយើងស្ដាប់ប៉ុន្តែយើងលោកគ្រូអត់អាចចាក់ listening បានទេដោយសារតែចាក់ទៅជាប់ copyright បាទអញ្ចឹងយើងមើលទាំងអស់គ្នាតើពួកគាត់មកពីណាក្នុងផែនទីហើយលោកគ្រូនឹងប្រាប់ចម្លើយទាំងអស់គ្នាបាទទាំងអស់គ្នាបានចម្លើយនៅបាទ8នាក់បាទ there are 8 people from different countries okay okay let's check your answer wait I'm gonna show your answer okay so here is the answer you can see okay his name's Kevin he's from the United States បាទអញ្ចឹងរូបភាពទី1គាត់មកពីប្រទេសសហរដ្ឋអាមេរិកបាទ his name Kevin he's from the United States បាទទី2his name's Laszlo he's from Hungary បាទ his name Laszlo he's from Hungary បាទអញ្ចឹងគាត់ឈ្មោះថា Laszlo គាត់មកពីប្រទេសហុងគ្រីបាទអញ្ចឹងទាំងអស់គ្នាអាចមើលបាទ Laszlo មកពីប្រទេសហុងគ្រីបាទ his name's Laszlo he is from Hungary okay Hungary okay ឥឡូវយើងតទៀតចំណុចទី3បាទយើងមើល okay her name បាទយើងប្រើ her name នេះ her name Karima she's from បាទ her name Karima បាទ she's from បាទយើងមើលទី3 she's from អី she's from Egypt បាទ Egypt ឥឡូវយើងតទៅទៀតទី4បាទចំណុចទី4ទាំងអស់គ្នាយើងមើលអូខេនាងគឺស្រីណាយើងប្រើ her name អូខេទី4គឺ her name's Tatiana អូខេ her name Tatiana អូខេ she's from Russia អូខេ she's from Russia អូខេយើងបន្តទៅទៀតបាទ she's from Russia Tatiana អូខេទី5បាទទី5ទាំងអស់គ្នាយើងមើលទី5បាទយើងសេរីមកខាងនេះវិញមកអូខេអញ្ចឹងទី5នាងគឺស្រីបាទយើងប្រើ her name អូខេ her name's Rosalie បាទនាងគឺឈ្មោះ Rosalie her name's Rosalie អូខេ she's from Brazil បាទ she's from Brazil អូខេអញ្ចឹង Rosalie មកពីប្រទេស Brazil បាទបន្តទៅទៀតទាំងអស់គ្នាបាទអញ្ចឹងគាត់ប្រុសយើងប្រើទីអូខេទី6 his name Simon អូខេ his name Simon អូខេ his name Simon he's from where is he from Simon he is from England អូខេ he is from England Simon អូខេយើងមកនេះវិញមកអូខេព្រមឲ្យទូតិចបាទអញ្ចឹងយើងមើលគាត់ប្រុសណាអញ្ចឹង his name's Jong his name Jong បាទ his name's Jong បាទ he is from អូខេ China ឬក៏ he's from China អូខេចុងក្រោយគេអញ្ចឹងគាត់ស្រីគាត់ប្រើ her name's Helly her name's Helly អូខេ she's from អូខេ Australia ចឹងយើងស្គាល់ពួកគាត់ទាំងអស់គ្នាហើយទាំងអស់គ្នាអូខេយើងស្គាល់អូខេ Kevin យើងស្គាល់ Laszlo បាទយើងស្គាល់ Karima បាទយើងស្គាល់ Tatiana Rosalie Simon Young and Haley so they are from different countries បាទគាត់មកពីប្រទេសផ្សេងគ្នាបាទនេះបាទទាំងអស់គ្នាមើលទៅអូខេយើងទៅចំណុចទី2បាទយើង
listen and repeat the question បាទ listen and repeat the question អូខេយើងមើលទាំងអស់គ្នាទី2 okay listen and repeat the question what's his name បាទ what his name okay what his name តើឈ្មោះរបស់គាត់គឺអ្វីសំណួរមួយទៀត what's her name what's her name តើឈ្មោះរបស់នាងគឺអ្វីអូខេ where បាទអញ្ចឹង where សួរទីកន្លែង what សួរអ្វីមួយ where's he from where's he from អូខេតើគាត់មកពីណាបើគាត់ស្រី where's she from where's she from តើនាងមកពីណាអូខេចំណុចទី3បាទ ask and answer okay question about the people in the photograph គេឲ្យយើងសួរហើយនឹងឆ្លើយនៅសំណួរអូខេអំពីប្រជាជនឬក៏មនុស្សនៅក្នុងរូបថតបាទនៅក្នុងរូបថតឧទាហរណ៍ថា what's his name his name's Kevin where's he from he's from the United States ឥឡូវខ្ញុំសាកសួរទៅមួយទៀតអូខេ okay photograph number 7 I ask what his name what's his name what's his name យើងឆ្លើយថា his name's Kevin his name's Kevin oh sorry his name Jong he is from where is he from where's he from he's from China okay he's from China okay photograph number 8 I ask the question what's her name what's her name អញ្ចឹង her name's Haley her name's Haley where's she from where's she from she's from okay Haley is from okay so okay យើងទៅចំណុច grammar spot បាទវេយ្យាករណ៍សង្ខេបខ្លីអញ្ចឹង where is អញ្ចឹងគឺមកពីថា where's អូខេអញ្ចឹង where is យើងអានថា where's អូខេ where's អូខេ number 2 complete the question with is or are គេឲ្យយើងបំពេញប្រយោគសំណួរជាមួយនឹង is ឬក៏ are អូខេយើងដឹងថា I you we they ប្រើមួយអូខេ I ប្រើមួយ am you we they ប្រើមួយ are he she it ប្រើមួយ is អញ្ចឹងទី1 she យើងប្រើពាក្យ where is she from where is she from បាទប្រយោគទី2 he អញ្ចឹងយើងប្រើអូខេ where's he from ក៏បានដែរណា where's he from ឬក៏ where is he from អូខេ you យើងប្រើមួយ are អញ្ចឹង where are you from where are you from បាទតើអ្នកមកពីណាអូខេឥឡូវយើងទៅចំណុចមួយទៀតគឺ practice អនុវត្ត cities and countries អូខេ cities អញ្ចឹងទីក្រុងច្រើនណា city ទីក្រុងមួយចប់ដល់អក្សរ y អញ្ចឹងដល់ទីក្រុងច្រើនយើងត្រូវលុប y ថែម i e s ពីពាក្យ baby ទៅ babies អូខេបាទ country ទៅ countries city ទៅ cities បាទអូខេ lady ទៅជា ladies អូខេអញ្ចឹងទីក្រុងហើយនឹងបាទ countries ប្រទេសបាទទីក្រុងនិងប្រទេសអញ្ចឹងយើងមើលទី1 where are the cities where are the cities ask and answer អញ្ចឹងតើទីក្រុងនេះនៅឯណាសួរហើយនឹងឆ្លើយអញ្ចឹងនេះគឺជាឈ្មោះទីក្រុងបាទអញ្ចឹងគេឲ្យយើងសួរគ្នាតើទីក្រុងទាំងអស់នេះនៅណាឧទាហរណ៍ថា where is Barcelona ឬក៏ where's Barcelona where's Beijing អញ្ចឹង Beijing នៅណាទាំងអស់គ្នាអូខេ where's Moscow បាទ Moscow នៅណា where's Cairo បាទ Cairo នៅណា where's Los Angeles បាទ where's Los Angeles បាទ sorry Los Angeles where Sao Paulo where Sao Paulo where Sydney where's Sydney where's Tokyo where's Budapest
Where's London Where's London ចឹងទាំងអស់គ្នាសាកគិតរយៈពីបាទ2នាទីមើលតើទីក្រុងទាំងអស់នេះមកពីប្រទេសណាអូខេ Where's Barcelona អញ្ចឹង Barcelona គឺ is in Spain បាទគឺក្នុងប្រទេស អេស្ប៉ាញបាទទី2 Where's Beijing បាទ Beijing នៅណាទាំងអស់គ្នាបាទដាក់ធំទីមក Beijing is in China អូខេ Where Moscow Where Moscow តើ Moscow នៅណាបាទ Moscow is in Russia អូខេ Russia ប្រទេសរុស្ស៊ីបាទនេះបាទតទៀត Where's Cairo Where's Cairo អញ្ចឹង Cairo is in Egypt បាទ Egypt តទៀតទាំងអស់គ្នា Where's Los Angeles Where Los Angeles it is ឬក៏ it's in the United States Where's Sao Paulo Where's Sao Paulo it's in Brazil okay it's in Brazil Where's Sydney Where's Sydney it's in Australia và it's in Australia Where's Tokyo Where's Tokyo it's in Japan okay it's in Japan Where's Budapest Where Budapest it's in Hungary it's in Hungary Where's London Where's London it's in England it's in England បាទអញ្ចឹងទី1តើ Barcelona នៅណាបាទនៅប្រទេសអេស្ប៉ាញតើប្រទេសទីក្រុងប៉េជីងនៅណាគឺនៅក្នុងប្រទេសចិនតើ Moscow នៅណាគឺនៅក្នុងប្រទេសរុស្ស៊ីតើ Cairo នៅក្នុងប្រទេសអីគឺនៅក្នុងប្រទេសអ៊ីជីបឯណាទៅ Los Angeles បាទ Los Angeles នៅណាគឺនៅក្នុងប្រទេសសហរដ្ឋអាមេរិកឯណាទៅ Sao Paulo ទីក្រុង Sao Paulo គឺក្នុងប្រទេសប្រេស៊ីលឯណាទៅ Sydney Sydney នៅក្នុងប្រទេសអូស្ត្រាលីឯណាទៅ Tokyo Tokyo នៅក្នុងប្រទេសជប៉ុនឯណាទៅ Budapest បាទ Budapest នៅក្នុងប្រទេសអូខេ Hungary ឯណាទៅ London បាទ London នៅក្នុងប្រទេសអង់គ្លេសបាទអរគុណច្រើនទាំងអស់គ្នាអញ្ចឹងយើងបន្តមេរៀនរបស់យើងទៅទៀតអូខេអូខេអញ្ចឹងគេឲ្យសិស្ស A មើលនៅទំព័រទីបាទនៅទំព័រនេះហើយសិស្ស B នៅក្នុងទំព័រទី140បាទអញ្ចឹងបានន័យថាអ្នកសិស្ស A គឺមានព័ត៌មានរបស់គាត់តែគាត់អត់មានបាទរូបភាពទី1គាត់មានព័ត៌មានតែរូបភាពទី2គាត់អត់មានព័ត៌មានទេអញ្ចឹងដើម្បីបានព័ត៌មានតើគាត់សួរសិស្ស B ដើម្បីបានព័ត៌មានបាទឧទាហរណ៍ថា what's his name តើគាត់ឈ្មោះអ្វីអញ្ចឹងមិត្តភក្តិយើងឆ្លើយមក his name is where's he from where's he's from where's he from អញ្ចឹងមិត្តភក្តិយើងឆ្លើយ he's from អីចឹងទៅប៉ុន្តែ B ហ្នឹងគឺអត់មានព័ត៌មាន A ទេអញ្ចឹងឧទាហរណ៍ថាយើងទៅ B យើងអត់មានព័ត៌មាន A ឧទាហរណ៍ A what's her name បើគេដាក់បន្តអញ្ចឹងណាអញ្ចឹង A ឆ្លើយណា her name's Sufei okay her name's Sufei where's she from she's from Beijing បាទអញ្ចឹងយើងម្នាក់បើកនៅទំព័រទី140ហើយម្នាក់ទៀតនៅទំព័រនេះបាទអញ្ចឹងយើងចាប់ផ្ដើមសាកគិតមើលទៀតយើងបានចម្លើយបាទអញ្ចឹងទំព័រនេះយើងរៀងបាក់បន្តិចឥឡូវយើងទៅមើលមួយចំនួនអូខេដូច្នេះរូបភាពទី7 his name's Adam what's his name his name's Adam where's he from he's from Sydney អូខេបាទរូបភាព A មានព័ត៌មានលេខ3 his name's Andre he's from Moscow បាទ Moscow ប្រទេសរុស្ស៊ីអូខេលេខ5ក៏យើងមានព័ត៌មានដែរ her name's Ashley she's from Los Angeles បាទ Los Angeles ហ្នឹងគឺទីក្រុងរបស់ប្រទេសសហរដ្ឋអាមេរិក
តែលេខ8យើងអត់មានព័ត៌មានទេលុះត្រាតែយើងទៅទំព័រទី140បាទទាំងអស់គ្នាខ្ញុំសាកវាយទំព័រទី140ទីអូពេត140អូខេ130បាទនេះអញ្ចឹងមានន័យថាព័ត៌មាន B អត់មាន A ទេអញ្ចឹងយើងបានព័ត៌មានបាទ A បានព័ត៌មានបរិះនេះហើយគឺ his name Gustav he's from Budapest okay her name's Rosalie she's from Sao Paulo okay number 6 where is her name or what is her name hers okay her name's Nikki she's from London okay where is she from ឬក៏ where's she from she's from London okay ហើយចុងក្រោយយើងបានព័ត៌មានគាត់ okay what's his name his name's Sakir okay where's he from he's from Cairo បាទ Cairo អរគុណច្រើនបងប្អូនយើងត្រឡប់មកទំព័រយើងតាមវិញបាទមេរៀនទី2បាទយើងទៅចំណុចទី4ទាំងអស់គ្នា question and answer សំណួរហើយនិងចម្លើយបាទចំណុចទី4នេះគេឲ្យយើង listen and complete the conversation បាទស្ដាប់ហើយនិងបំពេញនៅការសន្ទនាអនុវត្តវាបាទអញ្ចឹងយើងមើលបងប្អូនសាកបំពេញសាកលមើលសិនមើលបាទទៀតយើងបានចម្លើយ Hello I'm Rosalie what's your name អញ្ចឹង Bruno ឆ្លើយថាម៉េច My name's Bruno មែនទេអញ្ចឹងយើងអាចដាក់ថា My name's Bruno Hello Bruno where are you from បាទកន្លែងហ្នឹងអាចដាក់ថា from okay I'm from បាទ I am from បាទយើងដាក់ I am from Brazil where are you from okay oh I'm from Brazil too from Sao Paulo really ខ្ញុំក៏មកពី Brazil ផងដែរបាទខ្ញុំមកពី Sao Paulo បាទអញ្ចឹង Bruno ថា really ពិតប្រាកដមែនឬ I'm from Sao Paulo too ខ្ញុំក៏មកពី Sao Paulo ដែរ oh nice to meet you Bruno okay nice to meet you Bruno មានថារីករាយណាស់បានជួបអ្នក Bruno អញ្ចឹង Sao Paulo បាទជាទីក្រុងរបស់ប្រទេសណាអូខេអញ្ចឹងតើយើងមកពេញមិញត្រូវអត់ទាំងអស់គ្នាអញ្ចឹងយើងឆែកមើលចម្លើយទាំងអស់គ្នាតែធំតិចអូខេ Hello I'm Rosalie what's your name បាទអូខេ My name Bruno បាទ My name Bruno Hello Bruno where are you from I'm from Brazil where are you from okay I'm from Brazil too I'm from Sao Paulo really I'm from Sao Paulo too oh nice to meet you បាទត្រឹមត្រូវហើយបងប្អូនអញ្ចឹងយើងបន្តទៅទៀតចំណុចទី5គេឲ្យយើងបំពេញ listen and write the countries គេឲ្យយើងស្ដាប់ហើយទៅសេនៅប្រទេសបាទកន្លែងនេះគេឲ្យយើង listening ទាំងអស់គ្នាអញ្ចឹងខ្ញុំមិនអាចចាក់ listening បានទេបាទពេលចាក់ទៅជាប់ copyright អញ្ចឹងយើងមើល listen and write the countries ទី1គឺឈ្មោះ Cloudy she is from Italy and number 2អាកាមីយើងអត់ដឹងទេអាកាមីហើយ number 2 Kales យើងអត់ដឹងដែរ but គឺតើយើងដឹងដែរ Loretta ក៏យើងអត់ដឹងដែរហើយនឹង Jason បាទអញ្ចឹងយើងចាំមើលចម្លើយទាំងអស់គ្នាបាទ wait បាទនេះគឺជាចម្លើយអូខេយើងមើលការសន្ទនាទាំងអស់គ្នាទី1 Cloudy មកពីប្រទេសអ៊ីតាលីបាទ
ហើយ Akami មកពីប្រទេសជប៉ុនបាទ Akami is from Japan បាទទី2 Carl អូខេ Carl មកពីប្រទេសអង់គ្លេស England but អូខេ but គឺមកពី United States បាទមកពីប្រទេសសហរដ្ឋអាមេរិក Loretta ហើយនិង Jason គឺពួកគាត់ទាំងពីរនាក់គឺមកពីប្រទេសប្រេស៊ីលអញ្ចឹងទាំងអស់គ្នាអាចមើល tab script នៅ 5.2 បានដើម្បីដឹងព័ត៌មានឥឡូវខ្ញុំដាក់ឲ្យធំតិចទៅដើម្បីឲ្យយើងមើលការសន្ទនារបស់ពួកគាត់អូខេឥឡូវយើងមើលទី1Hello I'm Cloudy I'm from Italy សួស្តីខ្ញុំឈ្មោះ Cloudy ខ្ញុំមកពីប្រទេសអ៊ីតាលីអូខេ A ឆ្លើយវិញ Hello Cloudy សួស្តី Cloudy I'm Akami from Japan ខ្ញុំឈ្មោះ Akami មកពីប្រទេសជប៉ុនបាទទី2 Hello my name's Carlos okay my name's Carlos what's your name Hi Carlos I'm Bud I'm from the United States where are you from okay where are you from បាទ Carl ឆ្លើយថា okay I'm from London England អូបាទបាត់ឆ្លើយទៅវិញអូ right I'm from Chicago alright ខ្ញុំមកពីប្រទេស Chicago បាទត្រឹមត្រូវណាស់ខ្ញុំមកពីប្រទេស Chicago ឥឡូវយើងមើលទី3 Hi I'm Roletta អូខេសួស្តីខ្ញុំឈ្មោះថា Loretta I'm from Sydney Australia ខ្ញុំមកពី Sydney ប្រទេសអូស្ត្រាលី Hi Roletta I'm Jason I'm from Australia too បាទអញ្ចឹង Jason សួស្តី Loretta ខ្ញុំ Jason ខ្ញុំក៏មកពីប្រទេសអូស្ត្រាលីផងដែរ Oh wow you are okay are you from Sydney តើអ្នកមកពីទីក្រុង Sydney ឬ No I'm from Melbourne ទេខ្ញុំមិនមែនមកពីទីក្រុង Sydney ទេខ្ញុំមកពី Melbourne អូខេនេះគឺជាចម្លើយទាំងអស់គ្នាអូខេអញ្ចឹងយើងបន្តរបស់យើងទៅទៀតបាទអញ្ចឹងយើងមើលលេខ6 match the question and answer បាទគូកងសំណួរហើយនិងចម្លើយអញ្ចឹងយើងសាកមើលតើយើងគូកងបែបណាបាទទី1 where are you from បាទ where are you from យើងទៅ letter D បាទ D នេះ I'm from Brazil បាទ I'm from Brazil ទី2បាទខ្ញុំមកពីប្រទេស Brazil ទី2 what's her name យើងទៅមួយណា A B C ឬ D E F បាទអូខេ letter F បាទ her name's Tatiana អូខេ her name's Tatiana អូខេអញ្ចឹងលេខ2 letter F បាទ letter F អូខេលេខ3 what's his name បាទអញ្ចឹងយើងទៅបាទ letter A បាទ his name Bruno បាទ his name's Bruno បាទអញ្ចឹងលេខ3ទៅ letter A បាទលេខ4 where's he from ទៅមួយណាអូខេ letter B he's from Sao Paulo អូខេយើងទៅលេខលេខ5អូខេ what's this in English តើនេះនិយាយដូចម្ដេចក្នុងភាសាអង់គ្លេសបាទតើនេះនិយាយដូចម្ដេចក្នុងភាសាអង់គ្លេសអញ្ចឹងលេខ5ទៅ letter G បាទ it's a computer បាទវាគឺជា computer លេខ6 how are you បាទអញ្ចឹងទៅ letter E fine thanks បាទលេខ7 where's Montreal បាទអញ្ចឹងទៅ letter A បាទគឺ letter C it's in Canada បាទអញ្ចឹងយើងឆេកចម្លើយទីមើលតើយើងធ្វើត្រូវអត់
và chăm tích và chân tí muối và tí muối đi trong trớ và tí pí what's her name Tatiana và lịch thơ F trớ tí 3 lịch thơ E what's his name Bruno và trớ tí 4 B và B where he from Sao Paulo trớ lịch 5 G và lịch 5 G what's this in English it's a computer trớ lịch 6 E how are you Vành sàng và trớ lịch bằng PC. Okay, where is Montreal? It's in okay. It's in Canada. Và very good các bạn nhé, chân dương to tiết mì điện bảo dương. Và nhân tức lại check it và check it trút pinit và check it trút pinit vì chân miên lại muối miên mistake. Chân cái ao dương tick the correct sentence. Cú nhà krí nơi chậm lại được tầm trừ u thọ thà tí muối miên chậm lại một trứ. My name Mika và chấn trừ tế cứ toàn là trái time apostrophe S dưỡng vậy thá my name's Mika và my name's Mika. Tí pí what's his name và chấn lịch pí mùi nạch trứ và cứ và tí pí trừ nó okay, what's his name và tí bấy what's his name Kevin what's her name Kevin và Kevin pro giấy và nước trong miền muốn Kevin nước pro này chứ dương bảo what his name okay what's his name Kevin okay tí buồn okay chân ở trong loại tí muối và để sang Kevin pro và những rồi tí muối tí buồn he's from Spain và dân dương ở chỗ hi tê hi toàn tầm miền niệm là khăn cao và hi chỉ còn niệm cam mà sách cho nên anh niệm chân lịch 4 cứ he from đó he's from Spain và chân lịch 4 ở đi mùi lịch 5 ok